មានតែផ្លូវមួយគត់ដែលធ្វើឲ្យព្រះអង្គរួចផុតពីសេចក្តីទុក្ខបានគឺជាការស្វែងរកសេចក្តីស្ងប់ផ្សព្វផ្សាយមេត្តាធម៌ដល់សពសត្វទាំងឡាយហើយអាត្មាក៏បានឆ្លងកាត់នៅបទពិសោធន៍ទាំងនេះដែរកាមគ្រួតមោហៈវាសនាទោសៈពួកវាជាឫសគល់នៃអកុសលធម៌ទាំងឡាយតែវាអាចដុតបំផ្លាញចោលបានដោយការសមាធិដោយស្ងប់ប្រឆាចនៅសេចក្តីទុក្ខទាំងពួងនេះគឺជាអកុសលដែលធ្វើឲ្យចិត្តប្រឆាចនៃសេចក្តីទុក្ខគឺប្រកាសជាអាចធ្វើឲ្យយើងឆ្លងផុតនៅឧបសគ្គទាំងអស់នេះបានអោព្រះពុទ្ធជាម្ចាស់ទូលបង្គំបានយល់ច្បាស់នៅក្នុងអារម្មណ៍ខ្លាំងណាស់កម្មកិលេសបាននាំឲ្យយើងទៅរកសេចក្តីទុក្ខឬក៏ទៅកាន់ពិភពនៃវិវត្តសង្សារដែលឆ្លងកាត់យ៉ាងពិបាកបើសិនជាព្រះអង្គត្រូវតែធ្វើអំពើល្អមិនជាប់ជំពាក់ជាមួយនឹងកម្មកិលេសក្នុងការកាត់ចាស់ឈឺស្លាប់របស់ព្រះអង្គពេលនោះរលកតណ្ហាមិនអាចបោកបក់បំផ្លាញដល់ព្រះអង្គបានឡើយហើយនឹងធ្វើឲ្យព្រះអង្គបានយល់ច្បាស់អំពីសង្ខារធម៌តែត្រូវអប់រំកាយវិការចិត្តធ្វើតែអំពើល្អជាកុសលប្រឆាចពីលោភៈដែលជាឫសគល់នៃអកុសលធម៌មិនត្រូវឲ្យវានៅលើព្រះអង្គឡើយតែត្រូវនៅជាមួយនឹងពុទ្ធជនដែលជាប់ជំពាក់នៅភ្លើងកលិះគ្រប់បែបយ៉ាងត្រូវធ្វើចិត្តឲ្យស្ងប់ដកដង្ហើមឲ្យវែងដោយការពិចារណាបន្ទាប់មកព្រះអង្គនឹងបានបំភ្លេចនៅទុក្ខនិងសុខការធ្វើចិត្តឲ្យស្ងប់នឹងទទួលបានផលពីរយ៉ាងដើម្បីបំភ្លេចនៅសេចក្តីទុក្ខទាំងឡាយគឺទទួលបាននៅបរមសុខនិងស្វែងរកការពិតបាន